តែចាំតែពេលលេងរ៉េម្ដងរៀងធុញមានអារម្មណ៍ថាធុញចឹងហ្នឹងមិនធ្វើអំសៀគេម្ដងមើលតឥឡូវគឺថាចាប់ផ្ដើមអ្នកគ្នា Let's go អាយ៉ាកណាពេលនេះជាមួយប្រូយ៉ាគ្នាយើងឃើញយ៉ាប្រេស៊ីលគ្នាយើងប្រេស៊ីលម៉ែមកប្រូ style 7ម្ដង style 7របស់យើង style 7របស់យើងកាន់ជាមួយនឹងស្នប់ទៅហើយកន្លែងនេះគឺថាដាក់មួយផាក់ដាក់មួយផាក់អត់ត្រូវទេកន្លែងនេះគឺថារះពីរមិនត្រូវទេកន្លែងនេះចាចំណែកជាមួយប្រូជាមួយ Pro VR បង VR របស់យើងមិនខ្លាចទេកន្លែងនេះសាគាត់មាន precision ជួយក្នុងខ្លួនយ៉ាកន្លែងនេះដាក់បាយកកមួយយ៉ាកន្លែងគឺថាទៅការឡងបាញ់ជាមួយក្បាលគ្នាទៅវិញទៅមកបាទជាមួយ Pro size របស់យើង size របស់យើងមិនខ្លាចទេកន្លែងនេះគឺថាដាក់រះដាក់មកគ្រាប់ត្រូវតកយ៉ាកន្លែងនេះPro Style 7 ấy là Pro VR របស់យើង Pro VR របស់យើងកន្លែងជួយពីដែរបាញ់គ្នាឬក៏មិនព្រះដាក់មួយត្រូវក្បាលមួយហើយបាទកន្លែងនេះដាក់មួយត្រូវក្បាលមួយទៀតយ៉ាកន្លែងនេះគឺជាមួយ Pro VR របស់យើង Pro VR របស់យើងមិនខ្លាំងទេកន្លែងនេះ Pro VR របស់យើងតស៊ូជាមួយថា Pro VR ជាមួយឬក៏ Pro Style 7ជាអ្នកឈ្នះបាទទស្សនាមើលទាំងអស់គ្នាកន្លែងនេះជាមួយ Pro VR របស់យើង VR របស់យើងដាក់មកគ្រាប់ត្រូវបាត់ទៅហើយយ៉ាស្នាយស្មាតយើងមានការភ័យខ្លាចក្នុងតែក្នុងការទប់ទល់ជាមួយនឹង Pro VR បាទចាតែមកដល់ទៀតកន្លែងនេះជាមួយ Pro VR របស់យើងដាក់មួយគ្រាប់ត្រូវមួយស្នាក់បាត់ទៅត្រូវមួយគ្រាប់បាត់ទៅហើយកន្លែងនេះមួយគ្រាប់ត្រូវបាត់ទៅហើយបាទម៉ែ Pro VR យើងពិតខ្លាំងមែនតើបាទញ៉ាចាំមិនតចូលមកដល់ជាមួយនឹងរ៉ាមតកន្លែងនេះគឺថាអ្នកយ៉ាជាមួយ Pro VR របស់យើងទទួលបានជាមួយ1ពិន្ទុចំណែក Style 7ទទួលបានជាមួយ0ពិន្ទុបាទយ៉ាស្រឡាញ់នេះគឺថាជាមួយ style របស់យើងក៏ថាយកជាមួយនឹង M500K ជាមួយនឹង M1887 បាទចំណែកជាមួយនឹង Pro VR របស់យើងមិនត្រូវការច្រើនទេស្រាវពី M1887 នោះទេតើលោកអស់នេះចូលកន្លែងបាញ់ដល់គ្នាក្តាប់ពេលនេះជាមួយ Pro style 7របស់យើង style 7របស់យើងទៅហើយបាទកន្លែងនេះគឺថា Pro កន្លែងមួយ Pro VR របស់យើង Pro VR យើងមិនទាន់ឡើងទៅដល់សាយវាប្រកួតទេយ៉ាកន្លែងនេះគឺថាវាយតកមួយដើម្បី carry ខ្លួនស្តានបាទយ៉ាផាច់មកគ្រាប់ទៅមិនត្រូវទេកន្លែងនេះជាមួយនឹង style 7របស់យើង style 7របស់យើងអាចបាញ់ត្រូវ Pro VR ចំនួន2គ្រាប់ត្រូវផ្ទូនគ្នាតែម្ដងកន្លែងនេះយ៉ាកន្លែងគឺថា Pro style 7របស់យើងទីជាមួយនឹង M1887 ដើម្បីទប់ទល់យ៉ាកន្លែងនេះគឺថាចោះទៅក្រោមហើយដោយសារយើងភ័យតិចបាទអាយ៉ាជាមួយនឹង Pro VR របស់យើង Pro VR យើងទៅក៏វាយទៅក៏មួយដើម្បីទៅការឲ្យឡងបាញ់ជាមួយនឹង Pro Style 7វិញបាទដោយសារគាត់ខឹងខ្លាំងមែនតើដោយសារ Pro Style 7មកត្រូវបានធ្វើការបាញ់គាត់ពីរគ្រាប់ផ្ទុះគ្នាបាទចំផ្ទុះគ្នាបងកន្លែងនេះអាយ៉ា Pro Style 7របស់យើងកន្លែងនេះ Pro Style 7អាយ៉ា Pro VR របស់យើងដាក់ងាប់បាត់ទៅហើយត្រឹមតែមួយគ្រាប់ទេបាទពិតជាខ្លាំងមែនតើបាទហើយយ៉ាងទៅពេលដែលគឺថាជាមួយនឹង Pro VR របស់យើងទទួលបានចំនួន2បន្ទុកចំណែក Pro Style 7វិញបានត្រឹមចំនួន1បន្ទុកតែប៉ុណ្ណោះបាទជាមួយថាតា Pro Style 7អាចតដៃជាមួយ Pro VR បានទៅទស្សនាអស់នេះបាទហើយយ៉ាងនៅក្រៅពេលនេះជាមួយ Pro Style 7មួយ Pro VR របស់យើងយ៉ា Pro VR របស់យើងធ្វើការបញ្ចេញជាមួយនឹង Play Steel Mode របស់គាត់ចេញមកហើយកន្លែងនេះគឺថា Pro VR យើងមិនខ្លាំងទេកន្លែងនេះគឺថាជោគក្នុងសមត្ថភាពបាញ់គ្នាមួយស្មើអាយ៉ាគេហៅថាសៃវាដើម្បីចូលទៅបាញ់គ្នាមួយស្មើជាមួយនឹង Pro Style 7របស់យើងគឺថាបាញ់មិនក្រំមិនត្រូវទេកន្លែងមើលជាមួយនឹង Pro VR របស់យើងមិនខ្លាំងទេទីជាមួយនឹង M1887 ចាំតាមណោះយ៉ាកន្លែងនេះជាមួយ Pro VR របស់យើងធ្វើការវាយតកមិនដើម្បីការរកឡើងបានជាមួយនឹង Pro Style 7វិញ Style 7កន្លែងមើលជាមួយនឹង Pro Style 7របស់យើងវិញយ៉ា Style 7របស់យើងមិនខ្លាំងទេកន្លែងនេះអាយ៉ា Style 7របស់យើងមានការភ័យខ្លាចតែដោយសារ Pro VR របស់យើងដាក់មួយត្រូវមួយគ្រាប់បាត់ទៅហើយបាទអាយ៉ាជាមួយនឹង Pro VR របស់យើងបានដាក់ជាមួយ Pro Style 7ត្រូវមួយគ្រាប់ហើយជាមួយថាតា Pro VR អាចដាក់មួយគ្រាប់ទៀតសុទ្ធមួយគ្រាប់ទៀតត្រូវ Pro Style 7ងាប់ដែរទេយ៉ាមួយគ្រាប់ C43 ងាប់បាត់ទៅហើយបាទម៉ែលោយើអាយ៉ានៅគណៈពេលនេះគឺថា Pro VR របស់យើងទទួលបានចំនួន3ចំណែក Pro Style 7ទទួលបានចំនួន0បន្ទុកទេបាទ
ជាមួយថាពីរនេះតើមួយណាអាចយកឈ្នះអាចយកជលភីបានទិទេទស្សនាដល់គ្នាបាទប៉ុន្តែគឺថាតាមខ្ញុំគិតណាគឺថាប្រូ VR របស់យើងខ្លាំងជាង Pro Style ស្វិនដាច់ហ្មងគ្នាយើងដោយសារមានអីគ្នាយើងគាត់យកតែM18 87ទៅបាញ់ក៏តាមមួយដើមគ្នាយើងក៏យកឈ្នះ Pro Style ស្វិនដែរចំណែក Pro Style ស្វិនត្រូវការ2ដើមដើម្បីអាចទប់ទល់បានទប់ទល់ចឹងណាអាយ៉ាពីរនាក់ធ្វើអីទៅអូពីរនាក់ធ្វើស្អីចឹងយើងអត់ដឹងទេអាយ៉ាពីរនាក់ធ្វើអាយ៉ាពីរនាក់កំពុងធ្វើស្អីគ្នាខ្ញុំក៏មិនដឹងដែរញ៉ាំកន្លែងជាមួយខ្ញុំ Pro VR របស់យើង VR របស់យើងកន្លែងទេកន្លែងទីមក្របហើយមិនត្រូវទេមកកន្លែងមកជាមួយនឹង Pro Style សវណ្ណរបស់យើងស្ទាយសវណ្ណរបស់យើងមិនខ្លាំងយើងមិនខ្លាំងទេទីជាមួយនឹងM1887ចំនួនតែមានតនេះក្នុង2ដើមដើម្បីយើងមកតបជាមួយនឹង Pro VR អញ្ញាកណ្ដាប់បែរជាមួយ VR របស់យើងហើយយ៉ាទៅកាវាយតកមួយដើម្បីរយឡើងបានជាមួយនឹង Pro VR វិញយ៉ា Style 7របស់យើង Style 7របស់យើងអាចទប់ទល់បាននៅដីកន្លែងនេះអាយ៉ាកន្លែងនេះថា Pro VR ប្រហែលជាចង់តឲ្យគាត់ដែរនេះគណៈមើលពេលមកទៅគឺថាចង់តឲ្យគាត់គ្នាតាមខ្ញុំឃើញការមកគាត់ដូចចង់តឲ្យគ្នាអញ្ចឹងណាអាយ៉ា Style 7របស់យើងយ៉ាកន្លែងដាំត្រូវតែ Pro VR យើងដាក់ទៅវិញរៀងឈឺដែរខ្ញុំកន្លែងតា Pro យ៉ាមួយក្របដេកស្អាតបាត់ទៅហើយបើម៉ែខ្ញុំត្រឹមតែមួយក្របអាចសម្រាប់ Pro Style 7បានខ្ញុំមិនធម្មតាទេគណៈពេលនេះគឺថា Pro VR របស់យើងទទួលបានជាមួយនឹង4បន្ទុកចំណែក Pro Style 7វិញទទួលបានត្រឹមតែ0បន្ទុកតែប៉ុណ្ណោះនិយាយទៅគឺថា Pro Style 7គ្មានសង្ឃឹមនឹងឈ្នះ Pro VR ទេបាទអាយ៉ាកណ្ដាប់បែរជាមួយ Pro VR របស់យើងត្រូវការចូលទៅសមរភូមិដើម្បីបាញ់តជាមួយនឹង Pro Style 7យ៉ាងកន្លែងនេះថាទីជាមួយនឹង A ចំនួន1ដើមដើម្បីមកតតាំងជាមួយនឹង Pro អាយ៉ាកន្លែងនេះគឺថា Pro VR គឺមានអារម្មណ៍ថាគឺថាឌឺងាយទៅកាន់ Pro Style 7ខ្លាំងមែនតើយើងអាយ៉ាកន្លែងនេះគឺថាវាយទៅក៏មកដើម្បីរកឲ្យឡងបានជាមួយ Pro Style 7អាយ៉ា Pro VR យើងដាក់ត្រូវមួយគ្រាប់ហើយកន្លែង Pro Style 7មានអារម្មណ៍ថាពិតជាមិនធម្មតាមែនកន្លែងគឺថា Pro Style 7សុំទៅការ cover ខ្លួនសិនកន្លែងនេះ Pro Style 7មិនធ្វើអីទេមិនបោកជាមកយើងចង់ឌឺទៅកាន់ Pro VR កន្លែង Pro VR ក៏មិនខ្លាចដែរខ្លាចក៏កាន់តែការមើលងាយរបស់ Pro Style 7ដែរកន្លែងនេះថាទីជាមួយនឹង M1887យ៉ាដាក់មួយក្របមិនត្រូវទេអាយ៉ាមើលតទៀតជាមួយថា2នាក់នោះមួយណាទទួលបានតើ Pro Style 7អាចទទួលបានអីយ៉ាមកក្របបាត់ទៅហើយបាទតើ Pro Style 7អាចទទួលបានមួយបន្ទុកវិញដែរទេបាទទស្សនាមើលដល់គ្នាជាមួយ Pro VR របស់យើង VR របស់យើងគឺថាកន្លែងនេះគឺថាឲ្យរកឲ្យឡងទៅបាញ់មួយនៅ Pro Style 7វិញយ៉ា Style 7របស់យើងStyle 7របស់យើង Play Seal វិញហើយកន្លែងនេះថា Play Seal បាន Play Seal ហើយគ្នាយើងអាយ៉ាគឺថារត់តែល្អមើលជាងមុនហើយគឺថា Play Seal វិញនេះ Play Seal ប៉ះ Play Seal ដូចគ្នាអាយ៉ាជាមួយ Pro VR របស់យើងកន្លែងគណៈពេលនេះគឺថាជាមួយ Pro VR របស់យើង Pro VR របស់យើងយ៉ាVR របស់យើងគឺថារកឲ្យឡើងបានជាមួយនឹង Pro Style 7តែมันងាយទេគ្នា Play Seal ប៉ះ Play Seal គ្នាហើយការពេលយូរដែរយ៉ាងណាសួរក៏ចិត្តនៅសតតែអីយ៉ាមួយក្របបែកក្បាលទៅម្ដងម៉ែអីយ៉ាខ្លាំងមែនតើមើលអូអាយ៉ាកណ្ដាប់នេះជាមួយ Pro VR របស់យើងត្រូវការចូលទៅទៀតហើយចាំមើលថាតើ Pro Style 7អាចយកមួយបន្ទុកបានដែរទេឬក៏ត្រូវ Pro VR បិទត្រឹម0អាយ៉ាចាំមើលកន្លែងនេះថា Pro VR ត្រូវការ Play Seal យក Play Seal អាយ៉ាកន្លែងនេះគឺថាវាយតកមួយអាយ៉ាចាំមកយ៉ាត្រូវមួយគ្រាប់ទេកន្លែងនេះយ៉ាកន្លែងនេះគឺថាពីរអ្នកនោះលេងសូវចង់វាយតកហើយកន្លែងនេះចង់បាញ់តែគ្នាទេ
អាយ៉ាមកអាយ៉ាកន្លែងនេះគេថា big ត្រូវក្បាលគ្នាអាយ៉ាជាមួយ Pro VR របស់យើង VR របស់យើង VR របស់យើងថាអាចយកឈ្នះ Pro Style បានអាចបិទត្រឹម7-0បានទេគ្នាទស្សនាបងប្អូនគ្នាបាទគណៈពេលនេះជាមួយនឹង Pro VR របស់យើង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 ទាញជាមួយនឹង M1887 ទៅប៉ុន្តែគាត់ចង់បាញ់ជាមួយនឹង M500 M500 ម្ដងបាទអាយ៉ាយ៉ាចាំមកយ៉ាជាមួយនឹង Pro VR របស់អាយ៉ាអេជួយ style ស្បានតាតោះអាយ៉ាមួយគ្រាប់ត្រូវក្បាល headshot យកទៅម្ដងបាទទីបំផុត style 7អាចធ្វើបានហើយបាទគឺអាចយកមួយបន្ទុកវិញបានហើយបាទអូហូយអាយ៉ាគឺថា style 7ពិតជាមានការ trade all ខ្លួនឯងខ្លាំងមែនតើតែបានយកឈ្នះបានយកមួយបន្ទុកវិញពី Pro VR អាយ៉ាគ្នាយើងដល់វគ្គក្តៅសាច់វគ្គនេះអូខេគ្នាយើងសាមតែអត់ចុងខនេះគឺថាខ្ញុំបានដាក់ថា record ខ្ញុំអត់ចាប់សំឡេងគ្នាយើងអញ្ចឹងគឺថាខ្ញុំបាននិយាយទៅក្នុង round ហ្នឹងគ្នាយើងអូខេដែលសារ round ហ្នឹងគឺថា VR គាត់បានឈ្នះគ្នាយើងអូខេអញ្ចឹងថាវីដេអូយើងមានតែប៉ុណ្្នឹងទេបាយបាយ